សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងតាមដានរឿង Hunter x Hunter បន្តទៀតបន្ទាប់ពីពួកគេបានចប់ការធ្វើតេស្តសាកល្បងលើកទី1រួចបន្ទាប់មកពួកគេក៏បានទៅដល់ទីក្រុងមួយហើយនៅពេលនេះពួកគេទាំង3អាចចូលរួមនៅវគ្គបន្តទៀតមុនពេលបែកគ្នាលោកអ៊ំកាពីតានក៏បានប្រាប់កនថាគាត់ធ្វើដំណើរដោយថ្មើរជើងទៅកាន់កំពូលភ្នំដ៏ខ្ពស់មួយនោះព្រោះវាគឺជាផ្លូវកាត់ដែលឆាប់ទៅដល់កន្លែងប្រឡងជាងគេបន្ទាប់មកពួកគេក៏បានទៅមើលផែនទីហើយឃើញថាកន្លែងប្រឡងនិងកំពូលភ្នំនៅលើផ្លូវផ្សេងគ្នាលេអូរីយ៉ូមើលតាមក្រដាសណែនាំរបស់គាត់ដឹងថាទាល់តែជិះឡានក្រុងទៅទើបដល់ប៉ុន្តែកនស្ដាប់លោកអ៊ំកាពីតានក៏ដើរទៅកំពូលភ្នំហើយកូរ៉ាពីកាក៏ដើរតាមកនផងដែរដល់ពេលអញ្ចឹងលេអូរីយ៉ូក៏បែកផ្លូវពីពួកគេដើរទៅជិះឡានក្រុងតែម្នាក់ឯងសំណាងល្អពេលគាត់ដើរតាមផ្លូវបានឮគេនិយាយខ្សឹកខ្សៀវគ្នាថាឡានក្រុងនឹងមិនបាននាំបេក្ខជនទៅប្រឡងឡើយដល់ពេលឮចឹងហើយនៅចាំមិនទៀតគាត់ក៏រត់បកក្រោយទៅតាមកននិងកូរ៉ាពីកាបន្ទាប់មកទៀតពួកគេក៏ដើរទៅដល់ភូមិមួយឡើងស្ងាត់ជ្រងំគួរឲ្យខ្លាចប៉ុន្តែកនហាត់ដឹងថានៅភូមិនឹងមានមនុស្សក្រោយមកបន្តិចដូចកននិយាយមែនមានមនុស្សមួយក្រុមពាក់មុខយ៉ាងចម្លែកបានមកស្ទាក់ផ្លូវពួកគេនៅពេលនោះអ៊ំស្រីម្នាក់ដែលមើលទៅជាមេក្រុមបាននិយាយប្រាប់ពួកគេថាគាត់ជាអ្នកមកធ្វើតេស្តពួកគេមួយតង់ទៀតហើយការធ្វើតេស្តលើកនេះគឺជាសំណួរជ្រើសរើសអ៊ំស្រីក៏បាននិយាយថាដោយសារតែក្រុមរបស់កនមកគ្នា3នាក់អញ្ចឹងបើឆ្លើយត្រូវបានជាប់ទាំង3នាក់តែបើសិនជាឆ្លើយខុសក៏ធ្លាក់ទាំង3នាក់ផងដែរនោះស្រាប់តែមានបេក្ខជនម្នាក់ទៀតបានទៅដល់ហើយសុំឆ្លើយមុនហើយសំណួររបស់អ៊ំស្រីមានដូចតទៅបើសិននឹងម្ដាយប្រពន្ធធ្លាក់ទៅជាមួយគ្នាហើយគាត់អាចជួយបានតែម្នាក់តើគាត់នឹងជួយមួយណាពេលហ្នឹងបរិមម្នាក់នឹងឆ្លើយផងថាគាត់នឹងជួយម្ដាយដោយសារតែម្ដាយមានតែម្នាក់ប្រពន្ធគាត់អាចរកថ្មីទៀតបានក្រោយពេលឮចម្លើយបេក្ខជននោះហើយអ៊ំស្រីក៏អនុញ្ញាតឲ្យបេក្ខជននោះធ្វើដំណើរបន្តទៅមុខទៀតឃើញអញ្ចឹងលេអូរីយ៉ូប្រកែកចាច់វាមិនដែរអាណាឆ្លើយអញ្ចឹងត្រូវទេអាសំណួរមួយហ្នឹងឆ្លើយមិនក៏ខុសដែរនៅពេលនោះទោះបីជាលេអូរីយ៉ូខំប្រឹងប្រកែកយ៉ាងណាក៏អ៊ំស្រីនឹងអត់បកស្រាយដែរនៅតែសួរទៅកាន់ក្រុមរបស់កនជាបន្តសំណួររបស់គាត់គឺស្រដៀងគ្នាបើសិនជាមានចៅមកចាត់ចម្រិតកូនប្រុសហើយនិងកូនស្រីរបស់អ្នកហើយអ្នកជួយបានតែម្នាក់តើអ្នកជួយមួយណាអាសំណួរនេះពិបាកជាងសំណួរមុនទៀតអាសំណួរមុនបើឆ្លើយថាជួយមនុស្សចាស់កាន់ជើងមនុស្សចាស់ប្រហែលជាអាចនឹងរួចខ្លួនប៉ុន្តែសំណួរក្រោយនេះមិនដឹងថាឆ្លើយយ៉ាងម៉េចឲ្យត្រូវនោះទេនៅពេលហ្នឹងក្រុមរបស់កនស្ងាត់ឈឹងអត់មានអ្នកណាឆ្លើយសោះហើយនៅពេលដែលអ៊ំស្រីប្រាប់ថាដល់ម៉ោងលេអូរីយ៉ូក៏ស្ទុះទៅទាញដំងលោតទៅវាយគណៈកម្មការតែម្ដងដោយសារតែគាត់ខឹងណាស់អាណាសួរអីឈួតអញ្ចឹងសំណាងល្អពេលហ្នឹងកូរ៉ាពីកាចូលទៅរីរាំងតាន់កូរ៉ាពីកាដឹងថាធ្វើតេស្តលើកហ្នឹងពួកគាត់នឹងជាប់ហើយដោយសារតែសំណួររបស់អ៊ំស្រីឆ្លើយមិនក៏ខុសអញ្ចឹងបើសិនជាពួកគាត់ទាំង3អត់ឆ្លើយគឺមានន័យថាត្រឹមត្រូវនៅពេលហ្នឹងអ៊ំស្រីបានប្រាប់ឲ្យកូនចៅបើកផ្លូវមួយទៀតដើម្បីឲ្យពួកគេដើរទៅមិនមែនដើរទៅត្រង់ដោយអាប៉ែមុននឹងទេអាប៉ែដែលដើរទៅត្រង់មុនហ្នឹងច្បាស់ជារកកន្លែងប្រឡងបន្តទៀតមិនឃើញឡើយបន្ទាប់មកនៅយប់នោះពួកគេបានដើរទៅដល់ព្រៃមួយហើយនៅព្រៃនោះមានផ្លាកសញ្ញាសរសេរប្រាប់ថានៅក្នុងព្រៃហ្នឹងមានបិសាចក្រោយមកបន្តិចដូចផ្លាកនឹងសរសេរពិតមែនពេលដែលពួកគេដើរទៅដល់ផ្ទះមួយស្រាប់តែឃើញបិសាចមួយក្បាលកំពុងតែចាប់មនុស្សស្រីម្នាក់ហើយនៅក្បែរនោះមានបរិមម្នាក់កំពុងតែត្រូវរបួសកូរ៉ាពីកាស្គាល់បិសាចនោះថាជាគីរីកូហើយគាត់នឹងថាគីរីកូអាចប្រែក្លាយទៅជាមនុស្សបានបន្ទាប់មកបិសាចគីរីកូនឹងបានចាប់មនុស្សស្រីលោតចេញតាមបង្អួចបាត់ហើយបរិះដែលរងរបួសសូមឲ្យក្រុមរបស់កនជួយប្រពន្ធរបស់គាត់ផងនៅពេលហ្នឹងកននិងកូរ៉ាពីកាបានដេញតាមបិសាចនោះចំណែកលេអូរីយ៉ូនៅជួយព្យាបាលឲ្យអ្នករបួសហើយមិនយូរប៉ុន្មានកនបានតាមទាន់បិសាចនោះរួចសំពងវាមួយដំបងសន្ទូចជួយសង្គ្រោះនារីរងគ្រោះនោះបានទោះជាយ៉ាងណាកននៅតែដេញតាមបិសាចគីរីកូបន្តទុកឲ្យកូរ៉ាពីកានៅមើលថែនារីដែលរងគ្រោះនោះនៅពេលនោះស្រាប់តែលេអូរីយ៉ូបានតាមទៅដល់ហើយត្រូវបានកូរ៉ាពីកាវត្តមួយដំបងពីកណាត់ដោយសារតែកូរ៉ាពីកាដឹងថាលេអូរីយ៉ូម្នាក់ហ្នឹងគឺបិសាចគីរីកូបន្លំខ្លួនគាត់ដឹងថាលេអូរីយ៉ូពិតប្រាកដដែលមានជំនាញខាងពេទ្យមិនអាចដើរចោលអ្នករបួសបានឡើយហើយកូរ៉ាពីកាក៏ដឹងទៀតថានារីរងគ្រោះដែលគាត់កំពុងតែជួយនឹងក៏ជាបិសាចគីរីកូបន្លំខ្លួនផងដែរកាត់ទៅមើលកនគាត់បានតាមបិសាចគីរីកូនឹងយ៉ាងប្រកៀកនៅពេលហ្នឹងបិសាចគីរីកូបានបញ្ឆោតឲ្យកនធ្លាក់ជ្រោះប៉ុន្តែសំណាងកនមានសន្ទូចអាចទាញខ្លួនឯងឡើងទៅខាងលើវិញបានបន្ទាប់មកទៀតមានគីរីកូមួយក្បាលចង់វាប្រហារគាត់តែកនអត់ខ្លាចសោះហើយសួរវាថាតើគីរីកូមួយទៀតដែលគាត់តាមមុនហ្នឹងនៅណាចុងក្រោយសម្រេចសម្រួលទៅគីរីកូទាំងអស់ហ្នឹងសុទ្ធសឹងតែជាគ្រួសារតែមួយហើយពួកគាត់មានតួនាទីធ្វើតេស្តបេក្ខជននិងជួយបេក្ខជនដែលជាប់ទៅកន្លែងប្រឡងបន្តទៀតហើយសាច់រឿងភាគ2របស់យើងក៏ចប់តែប៉ុណ្ណេះហើយក៏អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like ហើយនិង comment ថាល្អមើលម្នាក់មួយជូនពរអ្នកទាំងអស់គ្នាសុខភាពល្អនិងអនាគតបវររឿងបាយបាយ